ការងារអីក៏ថ្លៃដែរថោកតែប្រាក់ខែទេមិនថាអញ្ចឹងឯងបងប្អូនទាំងអស់គ្នានឹងហើយថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលពីកន្លែងការងាររបស់បងប្អូននាងខ្ញុំណាបងប្អូនហើយការងារដែលគាត់ធ្វើនេះគឺការងារនៅខាងប្រទេសវៀតណាមបងប្អូននៅខាងក្រៅប្រទេសទៀតណាមិនមែននៅក្នុងប្រទេសទេហើយបងប្អូនដែលស្ដាប់ឮហ្នឹងអ្នកដែលធ្វើការនៅក្រៅស្រុកអញ្ចឹងប្រហែលជាប្រាក់ខែច្រើនហើយអត់មានទេបងប្អូនប្រាក់ខែដូចដែលខ្ញុំនិយាយពីខាងដើមវីដេអូអញ្ចឹងប្រាក់ខែតិចតែមួយទេប៉ុន្តែគ្រាន់ថានឹងហើយវាអាចផ្គត់ផ្គង់ជីវភាពយើងបានធូរមកកម្រិតដែរហើយការងារដែលគាត់ធ្វើនេះបងប្អូនគឺនៅខាងរោងគោការងារចិញ្ចឹមគោឲ្យគេបងប្អូនហើយនេះគាត់មកខាងស្រែមានស្មៅមានអីច្រើនហ្នឹងគឺមកកាត់ស្មៅយកទៅរោងគោហ្នឹងដើម្បីគេកិនលាយជាមួយចំណីអីចឹងឲ្យគោអីស៊ីអីចឹងបងប្អូនអាហ្នឹងខ្ញុំមិនសូវដឹងដែរខាងបច្ចេកទេសហ្នឹងព្រោះអីបងប្អូនប្រុសនាងខ្ញុំទើបគាត់ដឹងច្បាស់គាត់ជាអ្នកធ្វើនៅក្នុងអីចឹងហើយអាឡ័យតែនិយាយរៀបរាប់នេះបងប្អូនរោងគោរបស់គេហ្នឹងគឺបានមកដល់ហើយទីធ្លារបស់គេធំរោងគោគេហ្នឹងធំបងប្អូនហើយមានគោមានអីច្រើនរាប់ពាន់ក្បាលឯណោះមានទាំងកម្មករគេហ្នឹងក៏ច្រើនដែរតែគ្រាន់ថាយើងមិនបានថតបង្ហាញទេអានេះជាសិទ្ធិឯកជនភាពរបស់គេបងប្អូនយើងមិនអាចទៅថតគេផ្ដេសផ្ដាយបានទេហើយរូបភាពហ្នឹងក៏វាមិនសូវជាច្បាស់ដែរសំខាន់តែអភ័យទោសផងបងប្អូនព្រោះវាអញ្ញាញ័រតិចហើយដោយសារបងប្អូននាងខ្ញុំហ្នឹងគឺគាត់បើកអត្រាផងថតផងអីចឹងហើយនៅលើអត្រាបងប្អូននឹងស្រាប់ហើយគឺវាមិនអាចនឹងដៃបានទេបើដៃយើងហ្នឹងក៏អត្រាវាញ័រដែរបងប្អូនពេលចឹងវាអត់ច្បាស់សំខាន់តែអភ័យទោសផងហើយនិយាយមកដល់កន្លែងនេះបងប្អូនខ្ញុំសូមបើកវងកញ្ចក់មកបន្តិចបងប្អូននាងខ្ញុំហ្នឹងពេលដែលដូចថាធ្វើការនៅក្នុងស្រុកបងប្អូនដូចថាធ្វើការរោងចក្រធ្វើការសំណង់អីនានាដូចដែលបងប្អូនទូទៅធ្វើអីចឹងគឺគាត់ធ្វើមិនបានទេខ្ញុំអត់យល់ពីគាត់ដែរចូលរោងចក្របានតែ4-10ថ្ងៃកន្លះខែមួយខែបានយ៉ាងយូរ3ខែទេបងប្អូនគឺគាត់ឈប់ហើយសួរថាទៅធ្វើការនៅរោងចក្រហ្នឹងគេជេរគេស្ដីឲ្យមុខក្រោយពេកមែនបានគាត់ធ្វើមិនបានអីចឹងឬក៏ហត់អីមិនបានគាត់ធ្វើមិនបានអីចឹងគាត់ថាអត់ហត់ទេហើយក៏គ្មានអ្នកជេរដែរប៉ុន្តែមិនដឹងថាមូលហេតុអីបានគាត់ធ្វើមិនបានតែបើអាការងារហាលក្តៅហាលភ្លៀងអញ្ចឹងបែរជាគាត់ធ្វើបានណាបងប្អូនហើយហ្នឹងគាត់ធ្វើនៅហ្នឹងវាយូរឆ្នាំដែរហើយបងប្អូនខ្ញុំអត់ដឹងថាប្រហែលឆ្នាំមកហើយទេខ្ញុំវាភ្លេចដែរតែគ្រាន់តែដឹងថាយូរដែរហើយអាឡ័យតែនិយាយនេះបងប្អូនចូលមកមើលដល់ការងាររបស់គេវិញនេះគេបានយកស្មៅយកអីមកដាក់នៅរោងគេហើយហ្នឹងគេក៏មានទាំងស្មៅមានទាំងពោតអីចឹងបងប្អូននេះគេចាប់ដាក់ចូលម៉ាស៊ីនគេកាន់ដូចដែលខ្ញុំបានប្រាប់បងប្អូនពីមុនមកអញ្ចឹងគេប្រើកម្លាំងមនុស្សហ្នឹងវាតិចជាងកម្លាំងម៉ាស៊ីនបងប្អូនតាមដែលមើលជាក់ស្ដែងទៅគឺគេប្រើគ្រឿងម៉ាស៊ីនច្រើនជាងគ្រាន់ថាគ្រឿងម៉ាស៊ីនមែនតែបើអត់មានមនុស្សបញ្ជាទេក៏វាមិនអាចទៅមុខបានដែរមិនថាអញ្ចឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូននាងខ្ញុំដែលខ្ញុំនិយាយហ្នឹងគឺមាន2នាក់បងប្អូនធ្វើការនៅកន្លែងហ្នឹងគឺមាន2នាក់ម្នាក់ដែលបើកអត្រាពីស្រែវាលស្មៅមកមិញហ្នឹងបងហើយអ្នកដែលពងតាអង្គុយលើអាស្អីគេនេះចាប់ស្មៅហ្នឹងចាប់ពោតហ្នឹងប្អូនពួកគាត់2នាក់ហ្នឹងគឺទៅធ្វើការនៅក្នុងហើយបើប្អូនហ្នឹងធ្វើការរោងចក្រធ្វើអីបានរៀងយូរក្រាស់ក្រែលបងប្អូនមិនសូវជាធុញថប់ជាមួយរោងចក្រប្រហែលទេតែបើម្នាក់ដែលបើកអត្រាមកពីវាលមិញហ្នឹងធ្វើការរោងចក្របានយូរទេចូលបានតែកន្លះខែមួយខែហ្នឹងគាត់ចាប់ផ្ដើមធុញថប់ជាមួយរោងចក្រហើយមិនដឹងថាគាត់ស្បែកកម្មជាមួយក្តៅជាមួយភ្លៀងមិនដឹងទេបងប្អូនបានចូលចិត្តតែធ្វើការហាលក្តៅហាលភ្លៀងអីចឹងធ្វើការនៅក្នុងរោងចក្រមានដបូលមានអីទាំងហាលអីជាហើយចឹងគាត់ធ្វើមិនបានអញ្ចឹងអាហ្នឹងអាចថាមកពីនិស្ស័យរបស់គាត់ស្រឡាញ់ខាងហ្នឹងមិនដឹងក៏យើងថាមិនបានដែរបងប្អូនអាហ្នឹងតាមដែលខ្ញុំស្មានទៅដែរណាសូម្បីតែខ្ញុំជាបងស្រីរបស់គាត់ហ្នឹងក៏ខ្ញុំអត់យល់ពីគាត់ដែរបងប្អូនខ្ញុំអត់ដឹងថាក្នុងខ្លួនគាត់គិតអីទេបានជាគាត់ចូលចិត្តតែធ្វើការហាលក្តៅហាលភ្លៀងអីអញ្ចឹងតែដល់ពេលសួរគាត់ពេលខ្លះទៅគាត់និយាយដែរគាត់ថាធ្វើការរោងចក្រគឺនៅតែមួយកន្លែងគាត់អត់ចេះនៅទេតែបើធ្វើការអញ្ចឹងគឺបាននៅដូចថាបានដើរហើរសេរីនិយាយទៅមនុស្សគាត់ប្រហែលជាដូចថាគាត់ស្រឡាញ់សេរីភាពបងប្អូនហ្នឹងហើយបងប្អូនវីដេអូបងប្អូនក៏ដល់ទីបញ្ចប់ហើយក៏សូមពឹងបងប្អូនទាំងអស់គ្នាជួយចុច Subscribe ឲ្យបងប្អូនម្នាក់មួយផងដើម្បីឲ្យបងប្អូនមានកម្លាំងធ្វើវីដេអូតទៅមុខទៀតអរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តណាបាយបាយ